ទំនុកដំកើងចំពុក50ព្រះអម្ចាស់ជាព្រះលើអ្វីទាំងអស់ទ្រង់មានព្រះបន្ទូលកោះហៅផែនដីទាំងមូលចាប់តាំងពីទិសខាងកើតរហូតដល់ទិសខាងលិចព្រះជាម្ចាស់ភ្លឺចែងចាំងពីក្រុងស៊ីយ៉ូនដែលជាក្រុងដ៏ល្អឥតត្រចះត្រចង់ព្រះនៃយើងទ្រង់យាងមកហើយព្រះអង្គមិនសំងំនៅស្ងៀមឡើយមានភ្លើងសន្ធោសន្ធៅនៅពីមុខព្រះអង្គហើយនៅជុំវិញព្រះអង្គមានខ្យល់បក់បោកយ៉ាងខ្លាំងព្រះអង្គក៏ហៅផ្ទៃមេឃនិងផែនដីឲ្យធ្វើជាសាក្សីនៅពេលព្រះអង្គវិនិច្ឆ័យទោសប្រជារាស្ត្ររបស់ព្រះអង្គមានព្រះបន្ទូលថាចូលប្រមូលពួកអ្នកជឿឲ្យមកជួបយើងគឺអស់អ្នកដែលបានថ្វាយយ៉ាញ់បូជាដើម្បីចងសម្ព័ន្ធមេត្រីជាមួយយើងផ្ទៃមេឃប្រកាសសេចក្តីសុចរិតរបស់ព្រះអង្គបិទព្រះជាម្ចាស់ផ្ទាល់ទ្រង់ជាចៅក្រមអ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់យើងអើយចូលនាំគ្នាស្ដាប់ពាក្យយើងនិយាយអ៊ីស្រាអែលអើយយើងនឹងប្រមានអ្នករាល់គ្នាយើងជាព្រះជាម្ចាស់ជាព្រះរបស់អ្នករាល់គ្នាយើងមិនបន្ទោសអ្នករាល់គ្នាអំពីយ៉ាញ់បូជានិងដង្វាយដុតដែលអ្នករាល់គ្នាតែងតែយកមកថ្វាយយើងជាប្រក្រតីនោះទេយើងមិនត្រូវការគោបាពីផ្ទះរបស់អ្នករាល់គ្នាឬក៏ពពែឈ្មោលពីក្រៅរបស់អ្នករាល់គ្នាឡើយបិទសត្វទាំងប៉ុន្មានដែលនៅក្នុងព្រៃសុទ្ធតែជារបស់យើងហើយសត្វរាប់ម៉ឺនរាប់សែនក្បាលដែលរស់នៅតាមភ្នំក៏ជារបស់យើងស្គាល់បក្សាបក្សីទាំងប៉ុន្មានដែលរស់នៅតាមភ្នំហើយសត្វទាំងប៉ុន្មានដែលរស់នៅតាមស្រែចម្ការក៏ជារបស់យើងដែរប្រសិនបើយើងឃ្លានយើងមិននិយាយប្រាប់អ្នករាល់គ្នាឡើយបិទពិភពលោកនិងអ្វីទាំងអស់នៅក្នុងពិភពនេះសុទ្ធតែជាកម្មសិទ្ធិរបស់យើងតើយើងដែលបរិភោគសាច់គោបាឬតើយើងដែលផឹកឈាមពពែឈ្មោលឬដង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់គឺពាក្យអរព្រះគុណហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យាចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុតនៅគ្រាមានអាសន្នចូលអង្វររកយើងចុះយើងនឹងរំដោះអ្នកហើយអ្នកនឹងលើកដំកើងសិរីរុងរឿងរបស់យើងព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សអាក្រក់ថាហេតុដូចម្តេចបានជាអ្នកចេះតែសូត្រច្បាប់របស់យើងហើយចេះតែទន្ទិញថាបានចងសម្ព័ន្ធមេត្រីជាមួយយើងដូច្នេះក៏ប៉ុន្តែអ្នកពុំព្រមឲ្យយើងប្រដែប្រដៅសោះហើយក៏មិនព្រមទទួលយកពាក្យយើងដែរពេលណាអ្នកជួបចោលអ្នកសេពគប់ជាមួយគេភ្លាមហើយអ្នកតែងតែចូលដៃជាមួយជនផិតក្បត់ទៀតផងមាត់របស់អ្នកតែងស្រដីចេញនៅពាក្យអាក្រក់អាក្រៃហើយអណ្ដាតអ្នកតែងតែក្រលាស់ចេញនៅពាក្យបោកប្រាស់អ្នកត្រៀមខ្លួនចោទប្រកាន់បងប្អូនជានិច្ចហើយអ្នកបរិហាគេបងប្អូនបង្កើតទៀតផងអ្នកបានប្រព្រឹត្តអំពើទាំងនេះតើឲ្យយើងនៅស្ងៀមដូចម្តេចកើតអ្នកស្មានថាយើងដូចអ្នកដែរឬប៉ុន្តែយើងថ្កោលទោសហើយបង្ហាញឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែកអស់អ្នកដែលបំភ្លេចយើងហើយចូលរិះគិតឲ្យយល់សេចក្តីនេះទៅក្រែងលោយើងបំផ្លាញអ្នករាល់គ្នាហើយគ្មាននរណាអាចរំដោះអ្នករាល់គ្នាបានឡើយអ្នកលើកដំកើងយើងគឺអ្នកដែលថ្វាយពាក្យអរព្រះគុណទុកជាដង្វាយហើយយើងនឹងសង្គ្រោះអស់អ្នកដែលដើរតាមមាគ៌ារបស់យើង